អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ថាអ្នកពិការភ្នែកគាត់មើលឃើញរបៀបម៉េចគាត់មើលឃើញខ្មៅងងឹតហ្មងឬក៏មិននិយាយទៅបើសិនជាអ្នកគិតថាអ្នកពិការភ្នែកឬក៏អ្នកដែលបាត់បង់ការមើលឃើញគាត់មើលឃើញខ្មៅងងឹតដូចពេលដែលយើងបិទភ្នែកអញ្ចឹងគឺខុសហើយអញ្ចឹងគាត់មើលឃើញរបៀបម៉េចចាំខ្ញុំបកស្រាយស្ដាប់គឺពិភពលោករបស់គាត់ទទេស្អាតហ្មងគឺអត់មានពាក្យថារូបភាពទេហើយក៏មិនអាចប្រាប់ពាក្យថាមើលដែរព្រោះពិភពលោករបស់គាត់គឺទទេគឺវាពិបាកបញ្យល់ដោយសារតែវាមិនមែនជាភាពខ្មៅឬក៏ពណ៌ខ្មៅដូចដែលយើងបិទភ្នែកទេចុះបើសិនជាខ្ញុំប្រាប់ថាទាំងអស់គ្នាដែលមើលឃើញហ្នឹងក៏ខ្វាក់ដែរដោយសារតែយើងមើលឃើញតែពីមុខឯត្រូវអត់អញ្ចឹងយើងខ្វាក់អីគេខ្លះគឺយើងខ្វាក់ពីលើយើងខ្វាក់ពីចំហៀងឆ្វេងស្ដាំយើងខ្វាក់ពីខាងក្រោយយើងខ្វាក់ពីខាងក្រោមអញ្ចឹងបើសិនជាអ្នកអត់បែរទៅណាអីទាំងអស់មើលទៅពីមុខចំអញ្ចឹងបើសិនជាខ្ញុំសួរថាតើខាងលើមានអីគេខ្លះហើយខាងឆ្វេងខាងស្ដាំខាងក្រោយមើលឃើញអីគេខ្លះវាអត់មានអីទាំងអស់វាមិនមែនជាពណ៌ខ្មៅឬក៏ពណ៌អីទាំងអស់គឺវាអត់មានហ្មងវាគឺជាភាពទទេស្អាតហ្មងវាថាយើងក៏ខ្វាក់ដែរយើងខ្វាក់លើក្រោមឆ្វេងស្ដាំអីជាដើមតែយើងអត់ខ្វាក់ពីមុខតែបើសិនជាយើងបែរភ្នែកទៅឆ្វេងស្ដាំអញ្ចឹងយើងក៏មើលឃើញអញ្ចឹងទៅតែសម្រាប់អ្នកពិការភ្នែកឬក៏បាត់បង់ការមើលឃើញវិញគឺគាត់ខ្វាក់ទាំងខាងមុខនោះទៀតអញ្ចឹងមានន័យថាពិភពលោករបស់គាត់គឺទទេស្អាតហ្មងវាមិនមែនជាពណ៌ខ្មៅអីទេគឺវាទទេស្អាតយកហ្មងវានឹងពិបាកយល់តាមតិចតែបើសិនជាអ្នកយល់ខមមិនម្នាក់មួយមកអ្នកពិតជាវកែមែនតើបើសិនជាយល់អ្វីដែលខ្ញុំនិយាយហើយបើសិនជាអត់សូវយល់អាចស្ដាប់ម្ដងទៀតបានអញ្ចឹងអ្នកទាំងអស់គ្នាមានឆ្ងល់អត់ថាអ្នកពិការភ្នែកយល់សពទៅឃើញអីចុច follow ដើម្បីឲ្យខ្ញុំនាំអ្នកឲ្យឆ្ងល់តាមខ្ញុំនៅវីដេអូក្រោយទៀត